សួស្តីបងប្អូនថ្ងៃនេះយើងរៀនមេរៀនទី8ទាក់ទងទៅនឹងការដាក់ watermark ក្នុងសញ្ញាកិច្ចការ Word អូខេអញ្ចឹងកុំឲ្យខាតពេកយើងចូលមេរៀនទាំងអស់គ្នាអូខេជាដំបូងយើងកំណត់ក្រដាស A4 ក្រដាស picture ហើយនឹងកំណត់ margin គឺយក narrow អូខេអញ្ចឹងក្រដាសយើងកំណត់រួចហើយឥឡូវយើងចូលទៅដាក់ watermark អូខេអញ្ចឹងដើម្បីដាក់ watermark យើងចូលនៅកន្លែង design ហើយយើងមើលនៅផ្នែកខាងស្ដាំទាំងអស់គឺវាមាន3មាន watermark color page ហើយនិង border page អូខេអញ្ចឹងយើងធ្វើការដាក់នៅ watermark អូខេคลิกលើ scroll ខាងក្រោមមកយើងរើសពាក្យ custom watermark អូខេអញ្ចឹងវាចេញផ្ទាំងមួយនេះគឺផ្ទាំងនេះគឺយើងគឺជាផ្ទាំងនៃការកែសម្រួលទាក់ទងទៅនឹងការដាក់ watermark អូខេចំណុចទី1ទាក់ទងទៅនឹង picture watermark កន្លែងមូលនេះយើងคลิกទៅយើងមានន័យថាយើងដាក់នៅរូបភាពខាងក្រោយផ្ទាំងសញ្ញាកិច្ចការរបស់យើងអញ្ចឹងបន្ទាប់ពីយើងคลิกហើយយើងចូលកន្លែង select picture អូខេយើងចូលទៅកាន់រូបភាពរបស់យើងនៅក្នុងកុំព្យូទ័រយើងយកពាក្យ work outline អូខេខ្ញុំដាក់ logo ក្រសួងខ្ញុំคลิกលើ logo អញ្ចឹងខ្ញុំយករូប logo ក្រសួងជាឧទាហរណ៍អូខេចុច insert ហើយយើងធ្វើការ apply អូខេយើង close អូខេយើងឃើញថារូបក្រសួងនេះគឺជាប់នៅក្នុងផ្ទៃនៃសញ្ញាកិច្ចការរបស់យើងហើយអូខេអញ្ចឹងចំណុចមួយទៀតនៅក្នុង watermark នឹងដែរគឺតាក់ទងទៅនឹងយើងចូលមកវាមកហើយតាក់ទងទៅនឹង wash out ចឹង wash out នេះគឺមានថាបើយើងដោះ wash out នេះគឺមានថាផ្ទៃខាងក្រោយដែលយើងដាក់ហ្នឹងគឺច្បាស់ 100% ឥឡូវខ្ញុំដោះហើយយើងធ្វើការ apply អូខេយើងឃើញថារូបនេះគឺច្បាស់មែនតើច្បាស់អញ្ចឹងជាទូទៅការដាក់ផ្ទៃខាងក្រោយគឺយើងអត់ត្រូវការច្បាស់ពេកទេយើងត្រូវការដាក់រឹងព្រិលអូខេអញ្ចឹងយើងធ្វើការ select wash out ហ្នឹងហើយយើងធ្វើការ apply អញ្ចឹងរូបហ្នឹងគឺយើងឃើញថាវាព្រិលហើយរូបផ្ទៃក្រោយគឺគេអត់ដាក់ច្បាស់ទេគឺគេដាក់ព្រិលអូខេអញ្ចឹងចំណុចទី1ឥឡូវចូលដល់ចំណុចទី2តទៅទៅនឹងការដាក់ text watermark អូខេអញ្ចឹងយើង click text watermark ទៅយើងមានឃើញនៅការកែសម្រួលផ្សេងទី1គឺ language គឺជាភាសាដូចជាភាសាអង់គ្លេស United States text គឺមានថាយើងតម្រូវឲ្យយើងសរសេរនៅអ្វីដែលយើងចង់សរសេរអូខេឥឡូវខ្ញុំសរសេរឈ្មោះរបស់ខ្ញុំដូរ font ខ្មែរអូខេអញ្ចឹងយើងធ្វើការ scroll ទីទៅដើម្បីឲ្យវានៅកណ្ដាលអូខេអញ្ចឹង font យើងអាចរើស font សឆ្លាក់អក្សរខ្មែរ OS មូលាញឬក៏ខ្មែរ freehand អូខេអញ្ចឹងខ្ញុំយកសឆ្លាក់នេះចុះនេះខ្មែរ OS មូលាញអូខេคลิกលើវាមកយើងធ្វើការ apply អូខេយើងឃើញថាឈ្មោះហ្នឹងគឺត្រូវបានឃើញហើយអូខេអញ្ចឹងតទៅនឹង sign នេះគឺយើងអាចរើសបានតែជាទៅគឺគេយកអូតូហ្នឹងដោយសារតែវាត្រូវបានរៀបចំមកមិនតូចពេកក៏មិនធំពេកល្មមអូខេអញ្ចឹងយើងអាចរើសបន្ថែមបានទៅនឹង size នេះហើយទៅនឹង color នេះគឺយើងកំណត់ពណ៌បានអូខេខ្ញុំពណ៌ក្រហមអូខេខ្ញុំ apply អូខេវាចេញពណ៌ក្រហមអូខេបើខ្ញុំយកពណ៌ខៀវអូខេយើង apply វាចេញពណ៌ខៀវអូខេទៅនឹង semi transparent នេះគឺតកតងទៅនឹងការធ្វើឲ្យរូបហ្នឹងវាច្បាស់អូខេបើយើងដោះវាចេញទៅយើង apply គឺរូបហ្នឹងច្បាស់មែនតើអូខេច្បាស់ប៉ុន្តែដូចខ្ញុំបានជម្រាបថាការដាក់អក្សរនៅខាងក្រោយសញ្ញាកិច្ចការគឺគេមិនតម្រូវឲ្យដាក់ច្បាស់នោះទេបើសិនបើដាក់ច្បាស់គឺកិច្ចការរបស់យើងគឺយើងនឹងលុបឬក៏វាមើលនៅសញ្ញាកិច្ចការងាររបស់យើងអត់ច្បាស់ទេសារតែយើងដាក់ផ្ទៃខាងក្រោយនេះច្បាស់ពេកអូខេអញ្ចឹងយើង select វាទៅដើម្បីកុំឲ្យវាច្បាស់អូខេយើង apply
បន្តមកទៀតតទៅនឹង layout នេះគឺ diagonal នេះគឺតទៅនឹងការដាក់ឲ្យរឿងប្រឆិតនៅរឿងផ្ដេកអូខេតទៅនឹង horizontal នេះគឺតទៅនឹងការដាក់ឲ្យវាជាជួរដេកស្មើណាជួរដេកស្មើមក apply អូខេឃើញជួរដេកស្មើទេអូខេអញ្ចឹង diagonal នេះគឺយើងដាក់ឲ្យប្រឆិតយូរទៅគឺគេដាក់ប្រឆិតគេមិនដែលដាក់ឲ្យស្មើទេគេដាក់ប្រឆិតអូខេដាក់ប្រឆិតបែបនេះជាទៅគឺភាគច្រើនអូខេអញ្ចឹងយើងធ្វើការ close អូខេអញ្ចឹងតទៅទៅនឹងការដាក់ watermark គឺមានតែប៉ុណ្្នឹងទេហើយចំណុចនេះផងដែរខ្ញុំសូមបន្ថែមតទៅទៅនឹងដាក់ color តែមកទៅហើយនឹង page border តែមកទៅជាមួយគ្នាតែមកអូខេអញ្ចឹងតទៅទៅនឹងដាក់ page border គឺវាថាយើងដាក់ផ្ទៃខាងក្រោយឬក៏ផ្ទៃនៃសិលឹកកិច្ចការរបស់យើងអូខេឥឡូវខ្ញុំដាក់យកពណ៌នេះអញ្ចឹងទៅនឹង color នេះយើងអាចរើសបាន color ជាច្រើនប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវដាក់ color ណាដែលស្រាលស្រាលអត់ដាក់ color នឹងក្រាស់ក្រាស់ទេបើមិនដាក់ color ក្រាស់ក្រាស់វាធ្វើឲ្យកិច្ចការងារដែលយើងសរសេរនោះគឺវាមើលមិនច្បាស់ទេអូខេអញ្ចឹងខ្ញុំយកពណ៌ស្រាលបន្តិចអូខេឥឡូវខ្ញុំយកពណ៌នេះចុះអូខេបន្តទៀតទៅនឹង page border អញ្ចឹង page border មានន័យថាការដាក់សុំនៅជុំវិញនៃអត្ថបទរបស់យើងអូខេឥឡូវខ្ញុំចង់ដាក់សុំឥឡូវខ្ញុំចុច border អូខេតើតើនឹង border នេះយើងមើលនៅកន្លែង border page border ណាអត់ border នេះទេយើងចូល page border មានថាការកំណត់សុំនៅក្នុងទំព័រណាអូខេ setting នេះគឺយើងអត់ដាក់ទេដោយសារយើងអត់ទាន់មានការសរសេរអីអូខេតើតើនៅ page border នេះយើងមានខាងក្រោមនេះគឺណាន់នេះគឺមានថាអត់មានទេយើងអត់ទាន់ដាក់ទេយើងមើល preview ខាងនេះនៅពេលដែលយើងចុចលើណាន់នេះគឺអត់ទាន់មានអីទេអូខេអញ្ចឹងដែលយើងត្រូវដាក់ border នោះគឺយើងចុច box ណា box មានថាឲ្យវាមានរឿងប្រអប់នៅក្នុងជុំវិញនៃកិច្ចការរបស់យើងអូខេអញ្ចឹងតើតើនឹងប្រអប់នោះគឺយើងមានទម្រង់នៃអក្សរទម្រង់នៃបន្ទាត់អូខេយើងអាចដាក់បន្ទាត់បាន style នេះអូខេតើតើ color នេះយើងអាចកំណត់ color បានអូខេតើតើនឹង weight នេះគឺយើងកំណត់ឲ្យវាទូចក៏បានស្រាលទូចឬក៏ធំអូខេអញ្ចឹងមកដល់ art គឺជារូបមានស្រាប់នៅក្នុងកុំព្យូទ័ររបស់យើងអូខេរូបមានស្រាប់អូខេរូបមានច្រើនអូខេខ្ញុំយករូបនេះមួយទៅអូខេខ្ញុំយករូបផ្កាយនេះអូខេយើងស្លេចលើផ្កាយអូខេតើតើនឹង weight នៅពេលយើងចុចស្ទង word គឺវាចេញនៅ weight គឺតើតើទៅនឹងការកំណត់នៅទំហំផ្កាយរបស់យើងថាយើងចង់ឲ្យផ្កាយនេះចេញប៉ុណ្ណាអូខេចេញធំយើងកំណត់ធំទៅប៉ុន្តែយឺតទៅគឺយើងរើសយក12ទៅវាល្មមហើយអូខេយើងមកមើលខាងស្ដាំនេះ apply to អូខេយើងយក wall document ហើយទៅនឹង option អូខេយើងទៅនឹង option នេះគឺមានន័យថាការកំណត់ឲ្យផ្កាយរបស់យើងនេះរត់ទៅខាងចុងនៃសិលឹកសភៅប៉ុណ្ណាទំហំប៉ុណ្ណាចេញពីសិលឹកសភៅរបស់យើងអញ្ចឹង top គឺខាងលើ bottom គឺខាងក្រោម left ឆ្វេងហើយ right ស្ដាំអញ្ចឹងយើងកំណត់អូខេអញ្ចឹងទីទៅយើងកំណត់12ទៅអូខេ12ឬក៏13ប៉ុណ្ណឹងល្មមអីអូខេអញ្ចឹងយើងចង់កំណត់ដូចគ្នាយើង select copy ហើយធ្វើការ paste ហើយយើងធ្វើការ paste ហើយយើងធ្វើការ paste អញ្ចឹងមានថាគ្រប់ខាងលើខាងក្រោមហើយនៅខាងឆ្វេងស្ដាំនោះគឺមានកម្រិតស្មើគ្នាចេញពីសិលឹកសភៅរបស់យើងអូខេអញ្ចឹងបន្ទាប់ពីយើងរៀបចំរួចហើយយើងចុចអូខេយើងចុចអូខេម្ដងទៀតអូខេយើងឃើញថានេះគឺជាសុំដែលយើងដាក់កំណត់អញ្ចឹងតទៅនឹង margin ដែលយើង top លើនោះគឺមានថានេះពីនេះមកនេះគឺមានន័យថាប្រវែង12ព្រាមនេះគឺ12ខាងស្ដាំ12ហើយខាងក្រោមក៏12ដែរអូខេអញ្ចឹងតទៅនឹងការដាក់ watermark color page ហើយនឹង border នេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយនឹងអាចធ្វើបានអូខេអញ្ចឹងដើម្បីឲ្យថាតើការដាក់ឲ្យវាប៉ះពាល់ទៅលើការសរសេរអក្សរអត់អញ្ចឹងខ្ញុំសរសេរអក្សរបន្តិចដើម្បីធ្វើការបង្ហាញ
chẳng nhưng mà bạn sẽ tới được sao tại bờ sẽ tới việc thôi video này cần phải dùng chứ nhưng phụ phí phá mà là bởi chỉ cầm ru rồi phụ tao thấy bạn với cảศึกษา hay có video này có mình được việc khai đàn ok chẳng đi cứ chia cả đã ok đãនៅwatermark ok អញ្ចឹងនៅក្នុងទំព័រនេះខ្ញុំក៏អាចកំណត់ឲ្យចេញនៅរូបផ្សេងទៀតបានដែរអូខេយើងចង់ដាក់ឲ្យ logo ចេញម្ដងលើវាមកអូខេយើងយក picture ហើយយើង select picture អូខេ work outline អូខេយើងយក logo click apply អូខេ close អូខេអញ្ចឹងយើងឃើញថា logo ស៊ូនេះគឺនៅខាងក្រោយกระดาษហ្នឹងហើយអូខេអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់នេះនឹងអាចធ្វើទាន់អាចធ្វើកើតអញ្ចឹងយើងឧស្សាហ៍ធ្វើទៅធ្វើពី3ដងយើងនឹងចាំវាអូខេអញ្ចឹងអរគុណសម្រាប់ការទស្សនាម្ដងទៀត